សូមជំរាបសួរម្ដងទៀតនេះជាមេរៀនមួយថ្មីសាឡាងគឺព្រះបានហៅពួកកំឡោះដែលបានធ្វើការថ្វាយទ្រង់ក្នុងការធ្វើការថ្វាយទ្រង់តើមានដំណើរយ៉ាងណាដូច្នេះសូមបងប្អូនទាំងអស់គ្នារួមចិត្តជាមួយខ្ញុំទៅឋានក្នុងការថតវីដេអូនឹងរឿងដែលហៅពួកក្មេងកំឡោះដូចជាយូសែបដូចជា David ដូចជា Daniel ដូចជា Jeremiah ដូចជា Paul ចឹងដែរដែលគាត់ត្រូវការបៀតបៀនជាខ្លាំងអ្នកបម្រើការងារព្រះសុទ្ធតែមានអ្នកទាំងអស់ទទួលការបៀតបៀនគ្រប់បែបយ៉ាងអូខេអរគុណច្រើនសូមព្រះអង្គគង់ជាមួយហើយជាពិសេសទិដ្ឋានជាមួយយើងខ្ញុំ Hallelujah ព្រះបិតាដែលគុណដល់ឋានសួគ៌ដ៏ខ្ពង់ខ្ពស់ជាទីបំផុតបិតាឲ្យគុណអរគុណទ្រង់ណាគុណសូមយាងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់គង់នៅជាមួយកូនគ្រប់ពេលវេលាដ៏គុណធឹកឋាននឹងសិក្សាព្រះបន្ទូលទ្រង់នឹងបែកពេកញែកនឹងព្រះបន្ទូលរបស់ទ្រង់សូមឲ្យពេញដោយព្រះវិញ្ញាណបរិសុទ្ធហើយសូមព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយកូនចៅទ្រង់នឹងប្រទានពរដល់កូនចៅទ្រង់ដែលបានមើលនិងបានស្ដាប់ព្រះបន្ទូលទ្រង់តាមរយៈកូនផងដែរអរគុណទ្រង់សូមទ្រង់មេត្តាអត់ទោសការខុសឆ្គងក្រំលងបងខ្ញុំម្ចាស់គ្រប់បែបយ៉ាងដែលខ្ញុំម្ចាស់តែងធ្វើខុសជាមួយទ្រង់អរគុណទ្រង់ក្នុងនាមព្រះយេស៊ូវគ្រីស្ទអាមែននេះគឺជីវិតយូសែបយើងដឹងហើយជីវិតយូសែបជាកូនអ៊ីស្រាអែលជាកូនយ៉ាកុបបានព្រះបានដាក់ឈ្មោះគាត់ថាឈ្មោះអ៊ីស្រាអែលដូច្នេះគាត់ជាកូនចុងក្រោយជាកូនស្រីគាត់ស្រឡាញ់ណាស់យូសែបគាត់ស្រឡាញ់កូនយ៉ាកុបគាត់ស្រឡាញ់យូសែបណាស់ដូច្នេះគាត់បានធ្វើអាវមួយគ្រប់ពណ៌ឲ្យកូនគាត់ពាក់មានសម័យថ្ងៃមួយបងគាត់បានលក់យូសែបនឹងយកទៅឲ្យជានៅប្រទេសអេស៊ីបឲ្យបែកចេញពីឪពុកដែលគាត់បានស្រឡាញ់ហើយជាទីពេញចិត្តកូនពៅគេអូខេដូច្នេះខ្ញុំចង់ជំរាបជូននៅការដែលគាត់មានបានទៅនៅប្រទេសអេស៊ីបហើយបានលក់ឲ្យអ្នកបម្រើការមួយនៅក្នុងប្រទេសអេស៊ីបហ្នឹងដូច្នេះការអស់ទៅនឹងគឺជាការមួយដែលព្រះចង់ហៅអ្នកដែលកំឡោះអ្នកយូតហ្នឹងគឺថានៅ teenager ហ្នឹងដូចជាពេញវ័យចឹងពួកអ្នកពេញវ័យចឹងមិនមែនពួកចាស់ទេគឺពួកដូច្នេះកូនខ្ញុំសង្ឃឹមថានៅពេលដែលយូសែបបានគេលក់ឲ្យគាត់នៅប្រទេសអេស៊ីបហើយបានទាហានអង្គរៈហ្នឹងបានយកគាត់ទៅចិញ្ចឹមទិញគាត់យកទៅប៉ុន្តែមានថ្ងៃមួយខ្ញុំមកបាច់មើលតទៀតគាត់រៀបរាប់សាច់រឿងមានថ្ងៃមួយប្រពន្ធគាត់នឹងស្រឡាញ់យូសែបដល់ពេលស្រឡាញ់យូសែបតាមស្រឡាញ់រហូតដល់បានប្តឹងផ្ដាល់រហូតដល់គាត់មិនព្រមរហូតដល់មានរឿងដល់ពេលប្តីគាត់បានចាប់ឲ្យគាត់ទៅជាប់គុកអូខេយូសែបរស់នៅក្នុងពិបាកវេទនាដោយសារតែគាត់ចាក់ចេញពីឪពុកហើយគេបងគាត់យកគាត់ទៅលក់នៅឯប្រទេសអេស៊ីបដូច្នេះក្រោយមកបានគាត់ជាប់គុកហើយដល់មានរឿងមួយទៀតដែលនៅក្នុងកាពីលោកកាបាតតាចំពុក40គាត់បានទៅនៅក្នុងគុកហើយបានគេស្ដេចឬអ្នកដែលថ្វាយទង្វាយពិសេសពេងហើយក៏បានរឹសគាត់ដូច្នេះអ្វីទៅសិតតែក្នុងระดับរបស់ព្រះទាំងអស់ដូច្នេះការដែលយើងរស់នៅក្នុងសម័យដែលយើងជួបព្រះនេះដែលព្រះរើសគឺមានដូចខ្ញុំបានរៀបរាប់ចឹងដូចមានជីវិតដែលអ្នកពេញវ័យដែលត្រូវការបៀតបៀនត្រូវការព្រះដាក់តេះហ្នឹងជាការលបងលោរបស់ព្រះតើសេចក្តីជំនឿរបស់គាត់បែបម៉េចប៉ុន្តែនៅក្នុងជីវិតយូសែបនៅក្នុងព្រះគម្ពីរយោគបាតដែលរឿងយូសែបនេះគឺសិតតែមានគម្រោងរបស់ព្រះដូច្នេះអ្នកដែលបម្រើការងារព្រះទៅតែមានការពិបាកវេទនាចឹងហើយដូច្នេះនៅក្នុងកាពីលោកបាតចំពុក41ដល់ខ1ខ8នៅពេលនោះមើលពីខ1ដល់ខ8អានឹង spiritual តែគឺអានឹងគឺថាការលបងលោទៀតដែរផ
ផុតពីឆ្នាំមកនោះផារ៉ោនទ្រង់សុបិននិមិត្តឃើញទ្រង់ឈរនៅមាត់ទន្លេហើយមើលមានគោញី7មានសាច់ច្រើនធាត់ល្អឡើងពីទន្លេស៊ីនទីវាលរួចមកគាត់ឃើញគោញី7ទៀតឡើងពីទន្លេវាស្គមពេកហើយអាក្រក់មើលក៏ឈរនៅក្បែរទន្លេចិត្តគោឯទៀតអរគុណព្រះអង្គខ4គោសំគមហើយអាក្រក់មើលនោះបានស៊ីលេបគោទាំង7ដែលគាត់ដែលធាត់ល្អនោះទៅនេះជាផារ៉ោនទ្រង់តើនឡើងរួចខ5រួចទ្រង់ក៏ផ្ទុំទៅវិញក៏សុបិននិមិត្តទៀតមានគោស្រូវ7មានក្របធំថ្លោះល្អបែកឡើងនៅដើមតែមួយខ6រួចមកមានគួរស្រូវ7គួរតូចហើយស្កកដោយខ្យល់ពីទិសខាងកើតបែកមកខាងក្រោយឯគួរស្រូវតូចក៏លេបគួរស្រូវធំថ្លោះល្អទាំង7នោះទៅរួចផារ៉ោនទ្រង់តើនឡើងហើយមើលនោះជាសុបិនទេលុះព្រឹកឡើងទ្រង់បានមានប្រតិវិកាតវិតណាស់ទើបបានចាត់គេឲ្យទៅហៅហោរានិងពួកបញ្ញាមកនៅប្រទេសអេស៊ីបទ្រង់សម្ដែងប្រាប់សុបិននោះដល់គេតែគ្មានអ្នកណាមួយនឹងអាចកាត់ស្រាយទ្រង់បានឡើយនេះហើយជាព្រះបន្ទូលព្រះដែលទ្រង់បានធ្វើឲ្យស្ដេចផារ៉ោននឹងយល់សប្តិដូច្នេះនឹកឃើញថានៅក្នុងនេះគឺបានគេបញ្ជាក់ប្រាប់ថាមានមនុស្សម្នាក់នោះខ9នោះនិយាយថ្វាយពេងក៏ទូលទៅផារ៉ោនថានាពិសេសថ្ងៃនោះទូលបង្គំនឹកឃើញពីសេចក្តីកំហុសរបស់ទូលបង្គំហើយទ្រង់បករុណាបានខ្ញាល់នឹងពួកអ្នកបម្រើទ្រង់ហើយក៏ឃុំទូលបង្គំនិងពួកដុតនំក្នុងគុករបស់ក្រុមអង្គរក្សាទ្រង់ហើយដែលយើងខ្ញុំយល់សពនោះក៏មានសេចក្តីសម្រាយផ្សេងពីគ្នានៅទីនោះមានមនុស្សកំឡោះសាសអេស៊ីបម្នាក់ហេព្រើរម្នាក់សំទោសជាបាវរបស់ក្រុមរក្សាទ្រង់បាននៅជាមួយនឹងខ្ញុំហើយខ្ញុំក៏រាយរាប់ពីសពប្រាប់គាត់រួចគាត់កាត់ស្រាយឲ្យយើងខ្ញុំតាមសពរៀងខ្លួននោះក៏កើតដល់យើងខ្ញុំដូចជាគាត់បានកាត់ស្រាយមែនឯទូបង្គំគាត់កាត់ថានឹងបានឡើងនៅក្នុងតំណែងដើមរបស់ទូបង្គំហើយអ្នកមួយទៀតនោះគាត់កាត់ថានឹងត្រូវចងព្យួរវិញនេះហើយជាព្រះបន្ទូលព្រះដែលបង្ហាញពីការយល់សប្តិឲ្យអ្នកដែលជាប់គុកឈ្មោះយូសែបនឹងហើយឲ្យយូសែបនឹងកាត់ស្រាយពីយូសប្តិនឹងហើយខ្ញុំនិយាយថាខ្ញុំមិនចង់ពលាពេលឲ្យវែងឆ្ងាយគឺថាគ្រាន់តែជម្រាបថានេះហើយជាការមួយដែលព្រះគង់នៅជាមួយយូសែបដូច្នេះនៅពេលនេះព្រះទ្រង់នឹងហៅយូសែបឲ្យមកកាត់សពដូច្នេះសូមព្រះប្រទានពរខ្ញុំអត់ចង់ឲ្យមានវីដេអូនោះបានវែងដូច្នេះសូមឲ្យបន្តទៅទៀតតើជីវិតយូសែបនឹងស្ដេចអេស៊ីបនិងស្ដេចផារ៉ោននឹងយ៉ាងណាអូខេអរគុណច្រើនសូមប្រទានពរឲ្យនឹងតទៅទៀត